នៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025លោកជំទាវអាតសោភារដ្ឋមន្ត្រីស្រីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រជាណាចក្រកម្ពុជាបានជួបជាមួយសមាជិកអង្គទូតដែលមាននៅវេស្ថានក្នុងនិងក្រៅប្រទេសកម្ពុជាព្រមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញបញ្ហាព្រំដែនរវាងកម្ពុជាថៃនៅក្នុងជំនួបនោះក៏មានវត្តមានចូលរួមរបស់តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរលោកជំទាវអាតសោភាបានលើកឡើងថាបន្ទាប់ពីបទឆាប់បាញ់ចូលជាធរមាននៅម៉ោង 24:00 ម៉ោងក្នុងស្រុកកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025និងការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃលើលក្ខខណ្ឌនៃបទឆាប់បាញ់នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅ GBC កាលពីថ្ងៃទី7ខែសីហាឆ្នាំ2025កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតបានសម្រេចនៅការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ RBC ចំនួន4ដងនិងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ GBC ប្រកបដោយជោគជ័យនៅក្នុងជំនួបទាំងនោះកម្ពុជាតែងបានបង្ហាញនូវសុឆន្ទៈក្នុងការស្វែងរកវិធានការជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹងលើកកម្ពស់ការជឿជាក់ទៅវិញទៅមកនិងស្ដារឡើងវិញនៅប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលោកជំទាវអាតសោភាបានជម្រាបជូនថាក្រុមការងារទទួលបន្ទុកកិច្ចការដោះមានមនុស្សធម៌និងក្រុមការងារប្រយុទ្ធប្រឆាំងអ ுக ្រិតជនឆ្លងដែននៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នានិងបានសម្រេចនៅលទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួនស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ GBC លោកជំទាវក៏បានបញ្ជាក់ផងដែរថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសម្របសម្រួលជាមួយភាគីថៃដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ RBC ឲ្យបានទាន់ពេលវេលាបើទោះបីជាភាគីថៃមានការលំបាកដោយការកែសម្រួលនិងផ្លាស់ប្ដូរថ្នាក់ដឹកនាំតាមបណ្ដោយយោធាភូមិភាគរបស់ខ្លួនយ៉ាងណាក៏ដោយបើទោះបីជាមានការវិវត្តជាវិជ្ជមានគួរឲ្យកត់សម្គាល់ដូចបានរៀបរាប់ខាងលើលោកជំទាវអាតសោភាបានបង្ហាញពីការសង្កេតឃើញថាមានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃរដ្ឋបាលខេត្តស្រះកែវក៏ដូចជាបណ្ដាញព័ត៌មានថៃមួយចំនួនបានបង្ហាញនិងផ្សព្វផ្សាយដល់សាធារណជនជាតិនិងអន្តរជាតិអំពីផែនទីរូបភាពកាយរណបនិងប្លង់ទីតាំងបង្គោលព្រំដែននៅតំបន់ភូមិព្រៃចាននិងភូមិជោគជ័យឃុំអូបេជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដោយប្រើប្រាស់ឯកសារនិងព័ត៌មានទ្វេភាគីមួយចំនួនមិនត្រឹមតែយកមកបកស្រាយប្រាចាកពីការពិតប៉ុណ្ណោះទេថែមទាំងយកមកធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពចំនួននិងបង្កឲ្យមានភាពតានតឹងតាមរយៈការបណ្ដេញដោយខុសច្បាប់ប្រជាពលរដ្ឋខ្មែរចេញពីផ្ទះនិងដីដែលពួកគាត់បានរស់នៅនិងអាស្រ័យផលជាច្រើនទសវត្សរ៍មកហើយជាក់ស្ដែងកាលពីថ្ងៃទី19ខែកញ្ញាឆ្នាំ2025គណនី Facebook ឈ្មោះ Royal Thai Army Update បានបង្ហោះសារព័ត៌មានពាក់ព័ន្ធទៅនឹងករណីដដែលនេះក្នុងគោលបំណងធ្វើឲ្យមានការភ័ន្តច្រឡំថាប្រធានក្រុមការងារវាស់វែងចម្រុះកម្ពុជាថៃឯកឧត្តមឡាយសៀងលីនិងវរសេនីយ៍ឯកឆាខនប៊ុនផាឌីបានចុះហត្ថលេខាទទួលស្គាល់ព្រំដែនជាផ្លូវការនៅតំបន់ភូមិព្រៃចានស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ42និងលេខ43កាលពីឆ្នាំ2016និងឆ្នាំ2017
ដែលករណីនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញសេចក្តីប្រកាសបដិសេធព័ត៌មានកាលពីថ្ងៃទី20ខែកញ្ញាឆ្នាំ2025លោកជំទាវអាតសោភាក៏បានគូបញ្ជាក់ផងដែរថាបើទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការដែលគូសនៅលើផែនទីរូបភាពកាយរណបជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ42និងលេខ43និងចន្លោះបង្គោលព្រំដែនលេខ44ដល់បង្គោលលេខ47នេះក៏ដោយក៏អាចសង្កេតឃើញថាការសង្កេតនៅលើដីជាក់ស្ដែងបានបង្ហាញនិងបានបញ្ជាក់ច្បាស់ថាក៏មានការកាន់កាប់និងអាស្រ័យផលជាក់ស្ដែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញផងដែរដោយយោងទៅលើភាពស្មុគស្មាញនិងការលំបាកនៅក្នុងការដោះស្រាយបញ្ហាព្រំដែនលោកជំទាវអាតសោភាក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការដោះស្រាយបញ្ហាទាំងនេះឲ្យបានម៉ត់ចត់និងត្រឹមត្រូវព្រមទាំងទាមទារឲ្យគោរពទៅតាមកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកក្នុងន័យនេះលោកជំទាវក៏បានស្នើឲ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឲ្យបានម៉ឺងម៉ាត់នៅស្មារតីនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នាថ្ងៃទី10ខែកញ្ញាឆ្នាំ2025នៅត្រង់ចំណុច 8.1 ដែលភាគីទាំងពីរបានឯកភាពគ្នាបញ្ជូនបញ្ហានៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យទៅពិភាក្សានៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរដោយចាត់ទុកថាជារបៀបវារៈអតិភិបជាមួយគ្នានេះលោកជំទាវអាតសោភាក៏បានរំលឹកផងដែរថាកិច្ចប្រជុំពិសេសលើកទី1ក៏បានប្រគល់ភារកិច្ចឲ្យអភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តស្រះកែវសម្របសម្រួលគ្នាដើម្បីគ្រប់គ្រងស្ថានភាពនៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធីរួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទនិងបង្កើនភាពតានតឹងដោយរងចាំដំណោះស្រាយរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៃប្រទេសទាំងពីរឆ្លៀតក្នុងឱកាសនោះលោកជំទាវអាតសោភាក៏បានបញ្ជាក់ឡើងវិញពីការបដិញ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌបទដ្ឋបញ្ញនិងការព្រមព្រៀងទាំងឡាយណាដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងទៅនេះព្រមទាំងប្រកាន់ខ្ជាប់នៅការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងអនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃប្រជាណាចក្រថៃស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកមូឆ្នាំ2000ដែលជាសន្ធិសញ្ញារវាងប្រទេសទាំងពីរជាទីបញ្ចប់លោកជំទាវអាតសោភាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាជិកអង្គទូតដែលមាននិវេសដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជានិងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ដែលតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះបទច្បាប់រវាងកម្ពុជានិងថៃនិងជំរុញឲ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិជៀសវាងការប្រើប្រាស់និងការគំរាមកំហែងប្រើប្រាស់កម្លាំងនិងស្ដារឡើងវិញនៅប្រក្រតីភាពនៃទំនាក់ទំនងឲ្យបានឆាប់រហ័សដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ